ចឹងដើម្បីសរសេរនៅ program C++ បានយើងស្គាល់នៅប្រភេទ variable នៃការប្រកាស variable ចឹងប្រភេទ variable មានអីខ្លះចឹងប្រភេទ variable មានដូចជា integer ជាចំនួនគត់ដែលក្នុងនោះមានដូចជា1 2 3ចុចចឹងទៅហើយសម្រាប់ variable ទី2ជាប្រភេទ float ជាចំនួនទស្សភាគចឹងទស្សភាគវាអាចចុចប៉ុណ្ណឹងក៏មានអីផ្សេងទៀតហើយមានដូចជាឆានេះគឺជាប្រភេទតួអក្សរដែលប្រភេទឆាគឺបែងចែកជាពីរដែលមានឆាដែលផ្ដោតទៅលើមួយតួអក្សរដែលឧទាហរណ៍មានដូចជា m n b អីចឹងទៅហើយសម្រាប់ប្រភេទឆាទី2មានផ្ដោតទៅលើតួអក្សរច្រើនអាហ្នឹងគេយកវាទៅសេទៅជា email បញ្ចូល email ឬក៏ជាឈ្មោះអាហ្នឹងសម្រាប់ជាតួអក្សរច្រើនអីចឹងទៅឧទាហរណ៍ចឹងឬក៏ email យកពេត email និយាយទៅសម្រាប់អាហ្នឹងគឺផ្ដោតទៅលើតួអក្សរច្រើនឆាហើយមួយទៀតគេប្រើជា string ហ្នឹងនៅក្នុងភាសា C គេអត់ប្រើទេវាគេប្រើនៅក្នុង C++ វាច្រើនអញ្ចឹងសម្រាប់ variable ហ្នឹងគឺគេនិយមប្រើនៅក្នុងភាសា C អញ្ចឹងបើយើងដឹងពីប្រភេទ variable ហើយយើងចូលទៅដល់ header file ដែលគេហៅថា library អីទៅគឺជា library ហ្នឹងគឺជាប្រភេទដែលផ្ទុកនៅទិន្នន័យរបស់ C បើសិនជាយើងធ្វើការប្រកាសនៅ variable ហើយយើងអត់មាននៅ library header file ទេគឺការសរសេរកូដរបស់យើងគឺអត់ដំណើរការទេវានឹង error អញ្ចឹងយើងត្រូវស្គាល់ពី library មួយដែលជាទូទៅគេតែងតែប្រើគឺ library include std io.h ចឹងការប្រកាស library header file គឺសំខាន់មែនតើបើយើងអត់ប្រកាសវាទេវាធ្វើឲ្យកូដរបស់យើងហ្នឹងគឺអត់ដើរទេចឹងចូលដល់កែឧទាហរណ៍កូដមួយចំនួន inman នេះគឺជាប្រភេទ main function សម្រាប់សរសេរនៅកូដទាំងអស់នៅក្នុង main function ហ្នឹងអញ្ចឹងដើម្បីសរសេរកូដបានយើងត្រូវការប្រកាស variable ដូចគ្នាដើម្បីការសរសេរកូដហ្នឹងវារលូនទៅបានយើងត្រូវការប្រកាស variable អញ្ចឹង variable ខ្ញុំចង់តែងដំបូងគឺជាចំនួនគត់អញ្ចឹងចំនួនគត់យើងអាចឲ្យ a ស្មើ5យើងចង់ប្រកាស2ដងក៏បាន b ស្មើ10ឬក៏យើងអាចធ្វើបានម្យ៉ាងទៀតយើងប្រកាសតែមួយទៅបានហើយ a ស្មើ5ហើយយើងដាក់សញ្ញានេះ b ស្មើ10ការប្រកាស2ហ្នឹងគឺដូចគ្នាប្រកាស2យ៉ាងក៏បានយើងប្រកាសតែមួយចឹងក៏បានដែរអញ្ចឹងវាដើរដូចគ្នាយើងសម្បត្តិមួយចោលសិនតមកទៀតគឺខ្ញុំចង់បានឲ្យវាបោះតម្លៃនេះចេញមកក្រៅវិញអញ្ចឹងដើម្បីឲ្យវាបោះចេញវិញយើងត្រូវការប្រើនៅ function មួយគឺ function print f អញ្ចឹងនៅពេលដែលយើងចឹងហើយយើងប្រើនៅ double quote អញ្ចឹងនៅក្នុង double quote នេះយើងចង់សរសេរក៏បានដែរមានន័យថាវាក្រៅផ្លូវការវាត្រូវការសៀមតាក់ឬក៏អីមួយឲ្យវាដើរទេសំខាន់ឲ្យតែវានៅក្នុង double quote អញ្ចឹងយើងសរសេរមក values of a ហើយចឹងនៅក្នុងនេះគឺយើងត្រូវការប្រើប្រភេទភាគរយអញ្ចឹងខ្ញុំសូមបង្ហាញបន្តិចកន្លែងហ្នឹងប្រភេទinteger គេប្រើនៅភាគរយd វាជាចំនួនគត់បើពេល float គេជាប្រភេទទស្សភាគយើងត្រូវប្រើភាគរយ f ហើយសម្រាប់ឆាវិញឆាសម្រាប់មួយតួអក្សរគេប្រើនៅ c ភាគរយ c និងតួអក្សរច្រើនយើងប្រើនៅភាគរយ s អញ្ចឹងដើម្បីទាញយកវាបានយើងត្រូវប្រើប្រភេទប៉ុណ្ណឹងយើងត្រូវចាំវាកន្លែងហ្នឹង
ចឹងកន្លែងនេះយើងដាក់200D ដោយសារតែយើងប្រកាស variable វាគឺជាប្រភេទ integer ជាចំនួនគត់ចឹងកន្លែងនេះយើងដាក់សញ្ញាស្មើមកចឹងកន្លែងនេះដើម្បីឲ្យវាដឹងថាយើងចង់បានបោះតម្លៃមួយណាចេញមកចឹងយើងត្រូវបញ្ជាក់វាកន្លែងនេះថាយើងចង់បានតម្លៃ A ចឹងយើងដាក់ A មកតែមិនតម្លៃកន្លែងហ្នឹងឲ្យដូចជាមួយនឹងតម្លៃ variable ដែលយើងបានប្រកាសទៅវាដើរចឹងយើងថាប្រកាសវាហើយយើងដើរវាមួយទៀតមកចឹងយើងដាក់មក values of 2%D ដូចគ្នាដោយសារវាជាចំនួនគត់មកនៃ B ចឹងនៅក្នុងភាសា C នេះគេប្រើ return 0 return 0ហ្នឹងបញ្ជាក់ថាការសរសេរកូដរបស់យើងគឺត្រូវបានបញ្ចប់ហើយយើងអត់មានត្រូវសរសេរទៀតទេចឹងយើងសាក compile មកយើងសើឈ្មោះដាក់អីក៏បានតែហ្នឹងសើឈ្មោះដើម្បីយើង run ចេញយើងត្រូវការសរសេរcompile វាឈ្មោះវាយើងត្រូវតែ compile ហើយបានយើងអាច run វាបានយើងដាក់អីក៏បានដែរយើងដាក់មក C example យើងទៅនេះបើសិនជាយើងrun ទៅវាមានបញ្ហាមួយនឹងវាលោតបញ្ជាក់យើងថាមាន error នៅកន្លែងណាតែនេះគឺវាអត់ខុសទេគឺវាតើហើយយើងចុច run មកនេះតម្លៃដែលនេះមកគឺ values 5ស្មើ value នេះចឹងបើយើងអត់ចង់បានយ៉ាងទេយើងអាចសរសេរចេះបានចឹងយើងដាក់មកភាគរយ D ហើយនេះភាគរយ D ដូចគ្នាហើយđâyបានជាទាំងអស់នោះវាច្រឡំមានន័យថាយើងដាក់ភាគរយដូចគ្នា D ដូចគ្នាអាលើភាគរយ D អានេះគឺភាគរយ D ហើយđâyបានវាចាប់មកចំតន័យហើយអត់ច្រឡំគ្នាអញ្ចឹងមូលហេតុគឺការប្រកាស variable នេះគឺជាមូលហេតុនៃការប្រកាស variable នៅពេលយើងប្រកាស variable ហើយយើងដាក់វានៅពេលក្រោយនៃអីដែលយើងចង់បានអញ្ចឹងមានន័យថាវានឹងចាប់យកទិន្នន័យនៃប្រភេទ variable ហ្នឹងយកមកដាក់មកអញ្ចឹងធ្វើឲ្យការចាប់យកទិន្នន័យទាំងអស់ហ្នឹងគឺវាអត់ច្រឡំគ្នាអញ្ចឹងយើងដាក់ run compile មកនេះតម្លៃទាំងអស់ហ្នឹងគឺចេញមកហើយ values of A ស្មើ5និង values of B ស្មើ10អញ្ចឹងដើម្បីវាដក clear យើងប្រើនៅ command មួយគឺ /n /n គឺមានន័យថាដក clear ចុះមកក្រោម enter វាស្មើនឹង enter អញ្ចឹងយើង compile និង run ដងទៀតមកនេះចេញមកហើយអញ្ចឹង values of A ស្មើ5ហើយនឹង values of B នេះស្មើ10អញ្ចឹងយើងកុំច្រឡំថាកន្លែងនេះវាអាស្រ័យទៅលើ A ហើយនឹង B នេះគឺវាពាក់ព័ន្ធនេះដោយសារវានៅក្នុង double fold អញ្ចឹងតម្លៃនៅក្នុង double fold ហ្នឹងវាយើងចង់ទៅសេបែបណាក៏បានដែរសំខាន់ទៅលើភាគរយ D ភាគរយ A ไปចឹងទៅហើយនឹងការដាក់តម្លៃ variable ក្រោយចុចខ្ញុំគ្រាន់តែដូរពេលនេះទៅជា A ហើយឥឡូវទៅជា B វិញហើយខ្ញុំមកដូរនេះឯងអញ្ចឹងដល់ពេលយើងrun ឲ្យ compile មកគេបដូរតម្លៃប៉ុន្តែអានេះវានៅដែលវាខុសពីតម្លៃដែលយើងឲ្យវាអានេះ A ស្មើ5អានេះ A ស្មើ10អានេះ B ស្មើ10អានេះទៅជា5វិញអញ្ចឹងអាទាំងអស់ហ្នឹងបញ្ជាក់ថាតម្លៃទាំងអស់ហ្នឹងគឺអត់ចាំមកដោយសារពីនេះទេគឺដោយសារតែប្រភេទ variable ដែលយើងបានប្រកាសអញ្ចឹងនេះត្រូវខ្ញុំសូមបិទ terminal អញ្ចឹងបើសិនជាឧទាហរណ៍ថាបើយើងដាក់អញ្ចឹងហើយយើងអាចបានប្រកាសនៅប្រភេទ variable មួយនេះប្រភេទ variable B នេះគេបានប្រកាសតែយើងយក B នេះមកប្រើដល់ពេលដែលយើង compile វានេះប្រកាសថាវា error ឡើងហ្នឹងហើយវាដាក់ឡើងនេះ B was not declared in ក្របយ៉ាងមានថាB ហ្នឹងគឺអត់បានប្រកាសនៅខាងលើវាបានប្រកាសជាប្រភេទ variable ទេយើងសម្បត្តិទាំងអស់ខ្ញុំបាក់នេះវិញអញ្ចឹងយើង compile ឡើងទៀតដើរដោយសារតែយើងបានប្រកាសទាំង A និង B យើងប្រកាសដូចគ្នាអញ្ចឹងដល់ពេលយើងប្រើគឺវាអត់ error ទេអញ្ចឹងចូលទៅដល់ការប្រើប្រាស់
នៅប្រមាណវិធីនៅក្នុង C នៅក្នុងភាសា C program អញ្ចឹងជាដំបូងយើងធ្វើការប្រកាសនៅ library វាសិន include std io.h ហើយយើងប្រើ in main ដូចគ្នាដូចជាប្រភេទ main function ចឹងតែនៅក្នុងC នោះវាមានប្រភេទប្រមាណវិធីខ្លះចឹងនៅក្នុងនោះវាមានបូកដកដូចគ្នាបូកដកសញ្ញាគុណនិងចែកហើយនៅមានអីទៀតប្រភេទ3 4នេះគឺជាប្រភេទប្រមាណវិធីដែលគេពេញនិយមប្រើហើយនៅមានប្រមាណវិធីច្រើនទៀតដូចជាភាគរយចឹងខ្ញុំសូមលើកប៉ុណ្ណឹងយកមកប្រើសិនសញ្ញាបូកនេះគឺវាបូកវាចម្លើយបូកចម្លើយតែខុសគ្នាត្រង់សញ្ញាចែកនិងភាគរយហើយចែកនេះគឺចែកដើម្បីយកចម្លើយប៉ុន្តែភាគរយនេះគឺចែកយកសំណល់អញ្ចឹងវាខុសគ្នាមួយចែកយកចម្លើយនិងមួយទៀតចែកយកសំណល់អញ្ចឹងយើងសូមធ្វើការប្រកាសវាជា integer ដែរ integer a និង b កន្លែងនេះខ្ញុំអត់ដាក់តម្លៃវាទេគឺខ្ញុំបញ្ចូលតម្លៃតាមក្រោយអញ្ចឹងយើងថាប្រាប់គេថាយើងបោះតម្លៃឲ្យគេមកថាឲ្យគេបញ្ចូលតម្លៃ enter a អញ្ចឹងឲ្យគេ enter នៅតម្លៃ a ចូលអញ្ចឹងដើម្បីឲ្យគេបញ្ចូលបានហើយវាចាប់បានទិន្នន័យមួយហ្នឹងយើងត្រូវប្រើនៅអនុគមមួយគឺអនុគម scan app អញ្ចឹងកន្លែងហ្នឹងយើងប្រកាសខាងលើវាជាប្រភេទ variable integer អញ្ចឹងដើម្បីឲ្យវាទទួលស្គាល់ថាវាជា integer យើងប្រើនៅភាគរយ d យើងប្រើនៅសញ្ញា n ហើយ a អញ្ចឹងមានថាដល់ពេលតម្លៃដែលវាចូលទៅគឺជាតម្លៃរបស់ variable a អញ្ចឹង b ដូចគ្នាយើងប្រើ print ហើយឲ្យគេបញ្ចូលតម្លៃ b ហើយយើងប្រើអនុគម scan ដូចគ្នាដើម្បីវាទទួលតម្លៃអញ្ចឹងវាជាប្រភេទ variable integer យើងដាក់វារយ d and b មកអញ្ចឹងដល់ពេលប្រើអនុគម print ហើយនិងអនុគម scan ហ្នឹងយើងអាចឲ្យគេដឹងហើយថាយើងចង់ឲ្យគេបញ្ចូលតម្លៃប៉ុណ្ណឹងបន្តមកទៀតទាំងអស់នេះគឺជា output ខ្ញុំចង់ប្រើនៅប្រមាណវិធីទាំង4ខាងលើហ្នឹងអញ្ចឹងខ្ញុំបោះមកប្រាប់គេថាវាជា output ឲ្យវាស្រួលមើលគេប្រើ slash n ដែរដើម្បីឲ្យវាដកគ្នាចំក្រោម enter ចំក្រោមអញ្ចឹងឥឡូវខ្ញុំបញ្ជាក់គេដែរមកថាអាហ្នឹងគឺជា input អញ្ចឹងដាក់មក input ឥឡូវជាតម្លៃបញ្ចូលដល់ក្រោយគឺជាតម្លៃបញ្ចេញវិញប្រើ slash n ដែរមកអញ្ចឹងដំបូងគឺខ្ញុំប្រើនៅប្រមាណវិធី sum គឺបូក minus ដកមានគុណចែកអញ្ចឹងទៅអញ្ចឹងខ្ញុំប្រើនៅប្រមាណវិធីទាំង4ហ្នឹងដើម្បីយកមកធ្វើអញ្ចឹងយើងត្រូវការប្រកាសវាដោយសារតែតម្លៃយើងជាប្រភេទ integer អញ្ចឹងយើងត្រូវការប្រកាសវាទៅជា integer ដូចគ្នាក្នុងប្រមាណវិធីទាំងហ្នឹងអញ្ចឹងយើងការមក integer ai តំណាងឲ្យ sum ដក minus តាំងដោយ m ហើយគុណតាំងដោយ k អញ្ចឹងទៅតែសម្រាប់ប្រភេទមួយទៀតចែកយើងត្រូវតាំងវាទៅជា integer យើងតាំងវាទៅជា float វិញមូលហេតុដោយសារថាតម្លៃដែលអាចចែកចេញមកវាអាចជាទស្សភាគអញ្ចឹងទៅបើសិនយើងតាំងវាជា integer អញ្ចឹងវាប្រកាសជាបាត់នៅកន្ទុយខាងក្រោយឯងអញ្ចឹងតាំងវាទៅជា float វិញចែកយើងតាំងដោយ l អញ្ចឹងពេលដែលយើងប្រកាសនៅប្រភេទ variable អស់ហ្នឹងហើយយើងអាចដាក់មកខាងនេះថាយើងចង់ឲ្យយកអាណាទៅចែកអាណាអញ្ចឹងសម្រាប់ sum គឺខ្ញុំចង់បាន a បូក b ដូចគ្នា a បូក b
សម្រាប់ minus ដកខ្ញុំយក a ដក b ដូចគ្នាហើយសម្រាប់គុណ k គឺខ្ញុំយក a គុណឲ្យ b ហើយសម្រាប់ចែកវិញខ្ញុំយក a ចែកឲ្យ b ចឹងយើងកាសវាហើយអានេះប្រាប់គេថាយើងចង់បានតម្លៃប៉ុណ្ណឹងដែលយកតម្លៃដែលយើងបញ្ចូលខាងលើហ្នឹងយកមកធ្វើការចឹងពេលដែលយើងបញ្ចូល input ហើយយើងគាត់จะមានតម្លៃ AB ហើយនេះ AB ហើយមូលហេតុដែលខ្ញុំយក A តូច B តូចដោយសារថាការប្រកាស variable ខាងលើនេះគឺខ្ញុំតាំងវាជា A និង B តូចចឹងខ្ញុំបោះតម្លៃវាចេញមកក្រៅវិញតាម print ណែកន្លែងនេះគឺអត់មានអនុគម scan ទេដោយសារថាវាជាតម្លៃ output តម្លៃ output គឺជាតម្លៃដែលយើងបោះចេញមកក្រៅវិញចឹងយើងបាក់មកSAM ស្មើភាគរយ D ដោយសារតែយើងប្រកាសវាជាប្រភេទ variable integer អញ្ចឹងយើងដាក់វាជាភាគរយ D កន្លែងនេះគឺយើងដាក់ SAM ទេបើដាក់ SAM គឺ error ដោយសារតែយើងប្រកាសវាជា s ហើយកន្លែងនេះគឺត្រូវដាក់ s ដែរតោះហើយថា print ទៀតមក print f យើងចង់បោះតម្លៃវាចេញក្រៅគឺ minus ដាក់ ni បានហើយចេះទៅភាគរយ D ដូចគ្នាហើយយើងដាក់មក m ហើយ print នៃតម្លៃគុណដាក់ k ដូចគ្នាហ្នឹង k ចេះសម្រាប់ចែកវិញខុសគ្នាដោយសារតែវាជាប្រភេទ variable float អញ្ចឹងបើសិនជា float យើងត្រូវដាក់វា f វាជាចំនួនទស្សនវិជ្ជាអញ្ចឹងវាដាក់ជា f មកអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចសម្រាប់ភាសាសរសេរកូដទាំងអស់បើយើងតាំងវាជា float បើយើងដាក់ភាគរយ f អញ្ចឹងលេខដែលនៅពីក្រោយឧទាហរណ៍ក្បាលមុខហើយទស្សនវិជ្ជាក្រោយគឺមានលេខ6ខ្ទង់06អញ្ចឹងទៅ4 5 6អញ្ចឹងបើយើងប្រើ f ប៉ុន្តែបើសិនជាយើងប្រើភាគរយ f ហើយចុចចង់បានពីក្រោយខ្ទង់ប្រហែលចង់បាន2ខ្ទង់អញ្ចឹងដាក់ f មកអញ្ចឹងតម្លៃដល់នៅពីក្រោយវាគឺនៅសល់ត្រឹមតែ2ខ្ទង់ឯងសល់តែប៉ុណ្្នេះឯងអញ្ចឹងមានន័យថាបើយើងចង់បានខាងក្រោយទស្សនវិជ្ជានឹងប្រហែលខ្ទង់យើងដាក់ភាគរយចុចហើយយើងដាក់លេខប៉ុណ្ណឹងមកអញ្ចឹងខាងក្រោយនោះគឺទទួលបានភាគទស្សនវិជ្ជាប៉ុណ្ណឹងតែបើយើងអត់ដាក់ទេខាងក្រោយវា load auto មកគឺ6ខ្ទង់យកមកអញ្ចឹងកន្លែងនេះខ្ញុំចង់បានតែ6ចង់បានតែ2ខ្ទង់ទេខ្ញុំដាក់ចុច2មកហើយ return 0កន្លែង return 0នេះខ្ញុំដាក់អត់បានណាក៏វា work ដែរកន្លែងហ្នឹងគេថា compile វាមកគឺអត់មាន error ទេ run អញ្ចឹងខ្ញុំចូលតម្លៃអានេះគឺដាក់10និងតម្លៃ b គឺ5អញ្ចឹងដល់ពេលវា output ចេញមកអូ sorry ដាក់វាដកឃ្លាមកផងអញ្ចឹងប្រើ /n ប្រើ /n ទាំងអស់មកដើម្បីឲ្យវា enter ចំក្រោម sorry /n អញ្ចឹង compile ហើយ run ម្ដងទៀតអញ្ចឹងខ្ញុំឲ្យ a10 2 5អញ្ចឹងសម្រាប់បូកត្រូវហើយយកដកវិញ10ដក5គឺស្មើ5គុណ50ត្រូវហើយយកទៅចែក10ចែកឲ្យ5គឺស្មើ2ហើយ0ពីក្រោយនេះគឺខ្ញុំយកទស្សនវិជ្ជាតែ2ខ្ទង់ឯងអញ្ចឹងបើខ្ញុំមកដាក់ចុច2មើលបើសិនជាខ្ញុំមកដាក់ចុច2ហ្នឹងតម្លៃដែលចេញមកគឺ6ខ្ទង់អូតូយកមកពីដាក់10កណ្ដាលហើយនឹង b 5ឃើញនៅខាងក្រោយលេខ2ហ្នឹងគឺមាន0ដល់ទៅ6ខ្ទង់អញ្ចឹងអាភាគរយចុចតម្លៃណាមួយហើយ f ហ្នឹងគឺជាការកំណត់នៃលេខទស្សនវិជ្ជាខាងក្រោយនៃតម្លៃត្រូវចាំថាបើសិនជាយើងដាក់នៅលេខនៅកន្លែងហ្នឹងយើងប្រើបានតែនៅការបោះតម្លៃចេញតែប៉ុណ្ណោះបើសិនជាយើងឲ្យវា input ចូលនៅតម្លៃទាំងអស់ហ្នឹងគឺវានឹង error វាអត់ទទួលបានតម្លៃទេឧទាហរណ៍ b នេះខ្ញុំតាំងវាទៅជា float វិញfloat b
ចាកន្លែងនេះក៏យើងត្រូវដាក់ដូរដែរដូរវាទៅជា app វិញ app ចឹង compile គឺដើរធម្មតាចឹងដាក់ dot នៅ 2.5 ហ្នឹងទៅនេះវាចេញមកប៉ុណ្ណឹងប៉ុន្តែបើសិនជាកំណត់ភាគរយខ្ញុំកំណត់ចំនួនខ្ទង់ពីក្រោយឲ្យវាគឺវានឹងអត់ដើរទេចុច 2 ចឹងទៅ compile ឃើញវាដើរប៉ុន្តែដល់ពេលដែលបញ្ចូលតម្លៃគឺវានឹង error ឃើញតម្លៃដែលចេញមកពីក្រោយអានេះគឺបូកដកគឺខុសទាំងអស់អញ្ចឹងទោះបីវាអត់ load error បញ្ជាក់ថារំហាត់ហ្នឹងគឺ error មែនប៉ុន្តែដល់ពេលដែល result របស់វាគឺនឹង error ហើយដោយសារតែការប្រកាសរបស់យើងសម្រាប់ទទួលតម្លៃគឺគេអត់កំណត់តម្លៃថាយើងពី90%ហ្នឹងគឺប្រហែលខ្ទង់ឯងវាដើរបានវា work នៅតែ input output បើសិនជា input គឺវា error ហើយកន្លែងហ្នឹងហើយយើង compile ម្ដងទៀត run មកខ្ញុំដាក់10ដែរហើយនេះ 2.5 ដែរឃើញចម្លើយខុសពីមុនទាំងអស់នេះថានេះវាត្រឹមត្រូវបើសិនជាយើងដាក់កំណត់នៅចំនួនទស្សនវិជ្ជាខាងក្រោយនៃ input គឺវានឹង error ឯកន្លែងហ្នឹង